ក្រសួងមហាផ្ទៃបានអះអាងថាយន្តហោះចម្បាំង F-16 របស់ថៃបានហោះចូលមកទម្លាក់គ្រាប់បែកលើភូមិឋាននិងតំបន់ទីប្រជុំជនស៊ីវិលរបស់កម្ពុជាដែលស្ថិតនៅចម្ងាយប្រមាណពី80ទៅ90គីឡូម៉ែត្រពីព្រំដែនត្រង់ភូមិសាស្ត្រខេត្តព្រះវិហារនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃស្តីពីផលប៉ះពាល់លើពលរដ្ឋនិងតំបន់ស៊ីវិលនិងអំពីការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជាចុះផ្សាយនៅថ្ងៃទី12ខែធ្នូឆ្នាំ2025ក្រសួងមហាផ្ទៃក៏បានទទូចឲ្យសហគមន៍អន្តរជាតិនានាមានវិធានការច្បាប់ចំពោះឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃរបស់រដ្ឋាភិបាលនិងយោធាថៃដែលបានបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិនិងអាស៊ានរួមទាំងអនុសញ្ញាជាច្រើនផ្សេងៗទៀតយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃកម្ពុជាក្នុងអំឡុងផ្ទុះអាវុធជាថ្មីតាមព្រំដែនជាមួយកម្ពុជាជាលើកទី2ទាហានថៃបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងបង្អាក់សេវាសាធារណៈជាច្រើនដូចជាផ្ទះសម្បែងរបស់ពលរដ្ឋស៊ីវិលអគារក្រុមហ៊ុនឯកជនអគាររដ្ឋបាលសាលារៀនវត្តអារាមប្រាសាទបុរាណផ្លូវថ្នល់និងអង្គភាពសាធារណៈជាច្រើនកន្លែងការខូចខាតទាំងនេះគឺបណ្ដាលមកពីការបាញ់ផ្លោងនិងទម្លាក់គ្រាប់ពីយន្តហោះចម្បាំងប្រភេទ F-16 របស់ថៃដែលឡែកក្នុងភូមិសាស្ត្រខេត្តព្រះវិហារយន្តហោះចម្បាំង F-16 របស់ថៃបានហោះរំលោភដែនអធិបតេយ្យភាពកម្ពុជាយ៉ាងខ្លាំងដោយបានហោះសម្ដៅភូមិឋាននិងតំបន់ទីប្រជុំជនស៊ីវិលរហូតដល់ចម្ងាយប្រមាណ80ទៅ90គីឡូម៉ែត្រពីព្រំដែននេះបើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានដដែលសកម្មភាពអរិភាពរបស់ថៃដូចនេះត្រូវបានក្រសួងមហាផ្ទៃកម្ពុជាចាត់ទុកថាជាទង្វើដ៏យង់ឃ្នងព្រៃផ្សៃនិងគ្មានសតិសម្បញ្ញៈជាពិសេសទង្វើប្រើប្រាស់ផ្សែងពុលមកលើកម្ពុជាដែលផ្ទុយនឹងច្បាប់អន្តរជាតិប្រឈមនឹងសកម្មភាពឈ្លានពានរបស់ថៃកម្ពុជាតាមរយៈក្រសួងមហាផ្ទៃបានទទូចសុំឲ្យអាស៊ានអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិចូលរួមថ្កោលទោសនិងចាត់វិធានការច្បាប់តាមគោលការណ៍នីតិអន្តរជាតិចំពោះឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តឡើងដោយក្រមយោធានិងរដ្ឋាភិបាលថៃលើពីនេះកម្ពុជាទាមទារជាដាច់ខាតឲ្យថៃបញ្ឈប់ជាបន្ទាន់រាល់ឧក្រិដ្ឋកម្មឈ្លានពានឧក្រិដ្ឋកម្មសង្គ្រាមឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើមហើយតម្រូវឲ្យងាកមកអនុវត្តឲ្យពេញលេញនៅបទឈប់បាញ់ពិសេសនោះគឺសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃសូមជម្រាបថាចាប់តាំងពីការផ្ទុះសង្គ្រាមព្រំដែនជាមួយកម្ពុជាលើកទី1កាលពីចុងខែកក្កដាឆ្នាំ2025និងលើកទី2នៅថ្ងៃទី8ខែធ្នូឆ្នាំ2025ថៃបានបញ្ចេញគ្រឿងសព្វាវុធទំនើបនិងធុនធ្ងន់ដែលថៃធ្លាប់បញ្ជាទិញពីសហរដ្ឋអាមេរិកតួយ៉ាងយន្តហោះចម្បាំង F-16 និងយន្តហោះចម្បាំងប្រភេទ Gripen របស់ស៊ុយអែតរថពាសដែកនាវាចម្បាំងដ្រូនទម្លាក់គ្រាប់ផ្លោងបាញ់ចេញពីកាំភ្លើង ATMG 155មីលីម៉ែត្រកាំភ្លើងធំប្រភេទ M198 Howitzer គ្រាប់បែកចង្កោមនិងផ្សែងពុលជាដើមនេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិកម្ពុជា